តើបងប្អូនធ្លាប់ស្រមៃទេថាបើសិនសេរីភាពទាំងអស់របស់យើងត្រូវបានដកហូតចាប់តាំងពីដង្ហើមចេញចូលរហូតដល់ក្តីស្រមៃតើជីវិតនឹងទៅជាបែបណាពិភពលោកតែងតែនិយាយពីកូរ៉េខាងជើងប៉ុន្តែនៅជ្រុងម្ខាងនៃទ្វីបអាហ្វ្រិកមានប្រទេសមួយដែលសាហាវខូខើនិងបាត់ចិត្តជាងនេះទៅទៀតនោះគឺអេរីត្រេប្រទេសដែលគ្មានអ្នកសារព័ត៌មានអន្តរជាតិណាហ៊ានចូលទៅដល់ប្រទេសដែលប្រែក្លាយមនុស្សឲ្យទៅជាម៉ាស៊ីនបម្រើការងាររដ្ឋនិងជាប្រទេសដែលសូម្បីតែអ្នករត់រួចទៅដល់ក្រៅប្រទេសក៏នៅតែមិនអាចគេចផុតពីកណ្ដាប់ដៃដាច់របស់មេដឹកនាំផ្ដាច់ការបាននោះដែរថ្ងៃនេះយើងនឹងជិញសាច់រឿងពិតនៅពីក្រោយវាំងននដែកមួយចំនួនតូចរបស់កូរ៉េខាងជើងនៃទ្វីបអាហ្វ្រិកមកចែកជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹងជាព័ត៌មានដើម្បីយល់ពីភាពសាហាវនៃអេរីត្រេយើងត្រូវស្គាល់បរិបទម្នាក់ឈ្មោះថាលោកអ៊ីសាយ៉ាសអាហ្វឺគីគាត់មិនមែនត្រឹមតែជាប្រធានាធិបតីទេប៉ុន្តែគាត់គឺជាម្ចាស់ជីវិតរបស់ពលរដ្ឋជាង3លាននាក់ចាប់តាំងពីអេរីត្រេផ្ដាច់ខ្លួនចេញពីអេធីអូពីក្នុងឆ្នាំ1993មកគ្មានការបោះឆ្នោតសូម្បីតែមួយដងគ្មានការបោះឆ្នោតមានរដ្ឋសភានិងគ្មានតុលាការឯករាជ្យលោកអាហ្វឺគីបានប្រើប្រាស់លិសនៃសន្តិសុខជាតិដើម្បីបំបត្តិមាត់ពលរដ្ឋទាំងមូលនៅអេរីត្រេបងប្អូននិយាយរីករដ្ឋាភិបាលសូម្បីតែម្នាក់ឯងក្នុងបន្ទប់ដេកក៏បងប្អូនអាចនឹងត្រូវប៉ូលីសសម្ងាត់មកគួរទ្វារផ្ទះនៅពាក់កណ្ដាលអាត្រៀតបានផងដែរមនុស្សរាប់ពាន់នាក់បានបាត់ខ្លួនដោយគ្មានដានគ្មានការកាត់ទោសហើយក្រុមគ្រួសារក៏មិនដឹងថាពួកគេរស់នៅឬក៏ស្លាប់នោះដែរនេះគឺចំណុចដែលសាហាវបំផុតដែលធ្វើឲ្យយុវជនគ្រប់រូបចង់តែសម្លាប់ខ្លួនឬរត់គេចចេញពីប្រទេសមួយនេះច្បាប់ National Service ឬការបម្រើជាតិតាមច្បាប់នោះយុវជនគ្រប់រូបត្រូវបម្រើជាតិត្រឹមតែ18ខែប៉ុន្តែក្នុងការពិតវាក្លាយជាការធ្វើទរណកម្មអស់មួយជីវិតរដ្ឋាភិបាលបានប្រកាសសន្តិសង្គ្រាមមិនចេះចប់ដើម្បីបង្ខំឲ្យពលរដ្ឋធ្វើទាហានរហូតដល់ទៅ50ឬ60ឆ្នាំសាកស្រមៃមើលបងប្អូនត្រូវរស់នៅក្នុងជួរទាហានអស់រយៈពេល20ឆ្នាំដោយទទួលបានប្រាក់ខែត្រឹមតែ$10ទៅ$20ក្នុងមួយខែដែលមិនអាចសូម្បីតែទិញស្បែកជើងមួយគូបានផងពួកគេត្រូវបានបញ្ជូនទៅឲ្យធ្វើការងារធ្ងន់ធ្ងរកាបថ្មធ្វើផ្លូវឬធ្វើកសិកម្មឲ្យក្រុមហ៊ុនមន្ត្រីជាន់ខ្ពស់នេះមិនមែនជាការបម្រើជាតិទេប៉ុន្តែគឺជាកញ្ចក់ដាច់ថ្លៃបម្រើឲ្យរបបដែលពិភពលោកកំពុងថ្កោលទោសយ៉ាងខ្លាំងបំផុតយុវជនជាច្រើនបានបាត់បង់យុវវ័យបាត់បង់ឱកាសរៀនសូត្រនិងបាត់បង់សិទ្ធិសាងគ្រួសារព្រោះពួកគេបានជំពាក់ក្នុងច្រវាក់នៃកងទ័ពមិនចេះចប់មិនចេះហើយរដ្ឋាភិបាលអេរីត្រេមានវិធីសាស្ត្ររកលុយដែលចម្លែកនិងសាហាវបំផុតនៅក្នុងលោកដែលគេហៅថាពន្ធលើជនភ្លាខ្លួនបើទោះបីជាបងប្អូនរត់រួចទៅដល់អាមេរិកអឺរ៉ុបឬកន្លែងណាក៏ដោយបងប្អូននៅតែជាចំណាប់ខ្មាំងរបស់រដ្ឋាភិបាលដដែលតាមរយៈស្ថានទូតរបស់ខ្លួនរដ្ឋាភិបាលបង្ខំឲ្យពលរដ្ឋនៅក្រៅស្រុកបង់ពន្ធ 2% នៃចំណូលប្រចាំឆ្នាំចុះបើបងប្អូនមិនបង់វិញនោះតើមានអ្វីកើតឡើងទៅរដ្ឋាភិបាលនឹងមិនផ្ដល់សេវាអ្វីទាំងអស់រួមទាំងការធ្វើលិខិតឆ្លងដែនឬឯកសារផ្សេងៗប៉ុន្តែអ្វីដែលកាន់តែសាហាវនោះគឺការគំរាមកំហែងលើក្រុមគ្រួសារតែម្ដងបើទាំងនោះមិនព្រមបង់លុយ 2% ទៅនោះឪពុកម្ដាយឬបងប្អូនពួកគេដែលនៅស្រុកកំណើតនឹងត្រូវរងការធ្វើទុកបុកម្នេញត្រូវគេចាប់ដាក់គុកឬរឹបអូសផ្ទះសម្បែងជាដើមនេះគឺជាការចម្រិតទាបប្រាក់ជាលក្ខណៈរដ្ឋដែលធ្វើឲ្យរដ្ឋាភិបាលផ្ដាច់ការនេះអាចប្រមូលលុយបានរាប់រយលានដុល្លារជារៀងរាល់ឆ្នាំដើម្បីយកមកពង្រឹងអំណាចកងទ័ពរបស់ខ្លួនតែអ្នកដឹងទេថាអេរីត្រេមានគុកច្រើនជាងសាលារៀនទៅទៀតអ្នកទស្សនយោបាយឬអ្នកដែលព្យាយាមរត់ភ្លាមខ្លួនមិនត្រូវបានគេឃុំនៅក្នុងបន្ទប់ធម្មតាឡើយគេប្រើកុងតឺន័រដែកដែលដាក់ចោលនៅកណ្ដាលវាលខ្សាច់ដ៏ក្តៅបំផុតពេលថ្ងៃកម្ដៅដែកឡើងដល់50អង្សាសេធ្វើឲ្យមនុស្សដែលនៅខាងក្នុងមានអារម្មណ៍ថាដូចត្រូវគេដុតទាំងរស់គ្មានបង្អួចគ្មានខ្យល់អាកាសនិងគ្មានពន្លឺពេលខ្លះអ្នកទោសត្រូវបង្ខំឲ្យដេកនៅក្នុងរណ្ដៅដីដែលចង្អៀតបំផុតមិនអាចសូម្បីតែងើបឈរបានមនុស្សជាច្រើនបានស្លាប់ដោយសារការខ្វះជាតិទឹកនិងការវាយដំយ៉ាងប្រៃផ្សាយពីសំណាក់ឆ្មាំគង់អ្វីដែលខ្លោចចិត្តបំផុតនោះសាកសម្រាប់ទោសខ្លះត្រូវបានគេយកទៅចោលក្នុងវាលខ្សាច់ដែលគ្មានការបញ្ចុះសពឲ្យបានត្រឹមត្រូវនោះឡើយអេរីត្រេគឺជាប្រទេសដែលថ្លង់និងងងឹតបំផុតនៅក្នុងលោកសេរីភាពសារព័ត៌មាននៅទីនេះគឺជាប់លេខ1ក្នុងបាតតារាងលើកូរ៉េខាងជើងទៅទៀតគ្មានកាសែតឯកជនគ្មានទូរទស្សន៍សេរីហើយអ៊ីនធឺណិតមានតែនៅតាមហាងកាហ្វេតិចតួចបំផុតដែលប៉ូលីសសម្ងាត់តាមឃ្លាំមើលគ្រប់ពេលវេលាពលរដ្ឋមិនដឹងថាមានអ្វីកើតឡើងនៅពិភពខាងក្រៅនោះឡើយហើយពួកគេត្រូវបានគេលាងខួរក្បាលឲ្យជឿថាមេដឹកនាំគឺជាព្រះសង្គ្រោះនរណាដែលហ៊ានលួចប្រើអ៊ីនធឺណិតដើម្បីតាក់ទងទៅក្រៅប្រទេសឬអានព័ត៌មានពិតនឹងត្រូវចាត់ទុកថាជាជនក្បត់ជាតិ
ដោយសារតែសម្ពាធដ៏សាហាវបែបនេះទើបយុវជនអេរីត្រេប្រហែល 5,000 នាក់រត់ចេញពីប្រទេសជារៀងរាល់ខែប៉ុន្តែព្រំដែនអេរីត្រេគឺជាតំបន់បាញ់សម្លាប់ឆ្មាំព្រំដែនមានបញ្ជា shoot to kill ពលគឺឃើញអ្នករត់គឺបាញ់សម្លាប់ភ្លាមដែលមិនបាច់សួរតែម្ដងបើទោះជារត់រួចក៏ពួកគេត្រូវឆ្លងកាត់វាលខ្សាច់សាហារ៉ាដែលពោពេញទៅដោយក្រុមចោរជួញដូរមនុស្សនិងត្រូវឆ្លងសមុទ្រមេឌីទែរ៉ាណេតាមទូកកៅស៊ូចាស់ៗដែលងាយនឹងលិចបំផុតមនុស្សរាប់ម៉ឺននាក់បានបាត់បង់ជីវិតនៅកណ្ដាលសមុទ្រនិងវាលខ្សាច់ក្នុងក្តីសង្ឃឹមតែមួយគត់គឺចង់បានសេរីភាពរឿងរ៉ាវរបស់អេរីត្រេគឺជាដំបៅដ៏ជ្រៅមួយនៃមនុស្សជាតិដែលពិភពលោកមិនសូវយកចិត្តទុកដាក់ក្រោយពីបានឮពីភាពសាហាវឃោរឃៅនៃគុកកុងតឺន័រការកាន់ទាហានអស់មួយជីវិតនិងការចម្រិតទារពន្ធឈាម 2% នេះតើបងប្អូនយល់ឃើញបែបណាដែរតើវាពិតជាសាហាវជាងកូរ៉េខាងជើងមែនដែរឬទេសេរីភាពដែលយើងមានរាល់ថ្ងៃនេះសម្រាប់ប្រជាអេរីត្រេវិញវាគឺជាក្តីសង្ឃឹមដែលពួកគេប្រហែលជាគ្មានថ្ងៃនឹងទទួលបានឡើយសូមបញ្ជាមតិយោបល់និងជួយចែករំលែកវីដេអូមួយនេះដើម្បីឲ្យពិភពលោកបានដឹងពីសកម្មភាពនៅអេរីត្រេកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងរ៉ាវពិតៗដែលប្លែកនិងស៊ីជម្រៅបែបនេះបន្តទៀតអរគុណជូនពរជួបតែសំណាងល្អបើគេលួចរៀបប្លន់យើងនៅលើគោកពួកនោះគឺជាចោរប៉ុន្តែប្រសិនបើគេប្លន់នៅសមុទ្រវិញពួកនោះហៅថាជាអ្វីសូមក្រឡេកមើលកាលពីឆ្នាំ 2007 មានកប៉ាល់ដឹកទំនិញមួយធ្វើដំណើរចេញពីឆ្នេរសមុទ្រ Cape Horn នៃទ្វីបអាហ្វ្រិកហើយប្រសិនបើអ្នកទាំងអស់គ្នាគឺជាកាប៉េតែនកប៉ាល់មួយនេះហើយកំពុងដឹកជញ្ជូនស្រូវសាលីពីកេនយ៉ាទៅអារ៉ាប៊ីសាអូឌីតពេលនោះសប្តាហ៍អ្នកក្រឡេកទៅមើលមហាសមុទ្រសប្តាហ៍បានឃើញក្រុមមនុស្សទាំងនោះកំពុងសម្ដៅមករកអ្នកពួកគេជាទូកតូចតែមានល្បឿនលឿនហើយមិនដល់ប្រហែលនាទីផងក៏មកដល់នឹងកប៉ាល់របស់អ្នកតែម្ដងពួកគេហ៊ាននឹងបោះជណ្ដើរខ្សែឡើងឃើញបែបនេះអ្នកអាចនឹងរត់ចូលទៅសំងំលាក់ខ្លួនឬស្រែកហៅគ្នាឲ្យមកជួយចុងក្រោយប្រហែលជាព្យាយាមបាញ់ទឹកទៅកាន់ពួកនោះដើម្បីបន្លាចកុំឲ្យចូលមកប៉ុន្តែវាយឺតពេលទៅហើយនៅពេលនេះក្រុមចោរបានឡើងដល់កប៉ាល់យ៉ាងងាយស្រួលពួកគេប្រមូលផ្ដុំក្រុមនាវិកនិងចាប់អ្នកធ្វើជាចំណាប់ខ្មាំងហើយទាមទារតម្លៃលួសរាប់លានដុល្លារទៅកាន់ក្រុមហ៊ុនរដ្ឋាភិបាលឬសមាជិកនៃគ្រួសាររបស់អ្នកប្រសិនបើពួកគេមិនទទួលបានអ្វីដែលគេចង់បានទៅនោះអ្នកនឹងត្រូវជាប់ឃុំឃាំងអត់ឃ្លានឬសូម្បីតែធ្វើទរណកម្មរាល់ថ្ងៃរាល់ខែឬរហូតដល់ឆ្នាំរឿងនេះគឺជារឿងពិតបានកើតឡើងរាប់រយលើកមកហើយនេះគឺជាការប្លន់នៅក្នុងតំបន់ហេតុការណ៍រន្ធត់នេះត្រូវបានរាយការណ៍និងចុះផ្សាយសឹងតែរាល់ឆ្នាំដូច្នេះនៅក្នុងវីដេអូមួយនេះខ្ញុំនឹងលើកយកអំពីរឿងរ៉ាវចោរសមុទ្រពីចំណុចកើតមាននិងការដួលរលំទៅវិញគឺចោរសមុទ្រសូម៉ាលីពួកគេនៅតែមានដរាបណាពាណិជ្ជកម្មអន្តរជាតិនៅលើមហាសមុទ្រនៅតែដឹកជញ្ជូនចោរសមុទ្រនឹងប្រើប្រាស់ដែនមហាសមុទ្រយ៉ាងបើកចំហដើម្បីប្លន់លួចនៅដំណើរការអាជីវកម្មផ្សេងៗចោរសមុទ្រត្រូវបានគេដឹងថាចូលចិត្តវិឆ្មក់កប៉ាល់ផ្សេងៗនៅលើសមុទ្រដូចជា Blackbeard ដែលបានលួចកប៉ាល់ទេសចរបារាំងហើយយកវាមកប្រើប្រាស់ធ្វើជាកប៉ាល់ចោរសមុទ្រចុងក្រោយភាគច្រើនពួកគេកើតចេញពីបរិសុទ្ធក្រីក្រត្រូវរកលុយនិងដើរចល័តនៅក្នុងសង្គមនេះគឺជាផែនទីនៃការចូលវាយប្រហារប្លន់របស់ក្រុមចោរសមុទ្រក្នុងរយៈពេល40ឆ្នាំកន្លងមកនេះរាប់ចាប់ពីចោរសមុទ្រឥណ្ឌូនេស៊ីចូលប្លន់កប៉ាល់ដឹកទំនិញនៅច្រកសមុទ្រម៉ាឡាការហូតដល់ចោរសមុទ្របង់ក្លាដេសចាប់អ្នកនេសាទជាចំណាប់ខ្មាំងជាធ្នូនិងការលួចមួយវិញទៀតគ្រប់ផ្លូវទៅកាន់អាហ្វ្រិកខាងលិចជាកន្លែងដែលចោរសមុទ្រនីហ្សេរីយ៉ាលួចប្រេងចេញពីនាវាដឹកប្រេងដ៏ធំហើយលក់វានៅលើទីផ្សារងងឹតប៉ុន្តែចំណុចភាគច្រើននៅលើផែនទីនេះគឺមានច្រកទៅកាន់ប្រឡាយស៊ុយអេដែលជាផ្លូវនៃអ្នកធ្វើចំនួនមានភាពមមាញឹកបំផុតនៃការធ្វើពាណិជ្ជកម្មសកលរដ្ឋាភិបាលនៃប្រទេសសូម៉ាលីបានដួលរលំនៅដើមទសវត្សរ៍ទី90ប្រទេសនេះបានបាក់បែកហើយជំនួសឲ្យរដ្ឋាភិបាលកណ្ដាលក្រុមបកពួកក្នុងតំបន់ចាប់ផ្ដើមគ្រប់គ្រងផ្នែកខ្លះនៃប្រទេសមួយនេះមិនមានរដ្ឋាភិបាលពិតប្រាកដនៅឡើយក្នុងការគ្រប់គ្រងឆ្នេរសមុទ្រប្រវែង 3000 គីឡូម៉ែត្រនេះហើយវាក៏ជាឆ្នេរសមុទ្រមួយបំផុតនៅក្នុងទ្វីបអាហ្វ្រិកផងដែរជាលទ្ធផលទូនេសាទធំភាគច្រើនមកពីប្រទេសអ៊ីរ៉ង់និងយេម៉ែន
បានឆ្លៀតយកប្រយោជន៍ដល់បានបើកចូលទៅក្នុងដែនទឹកសូម៉ាលីដែលគ្មានការគ្រប់គ្រងទាំងនេះដើម្បីនេសាទក្រុមទាំងនេះបានចូលយកធនធានក្នុងដែនសមុទ្ររាប់រយលានដុល្លារជារៀងរាល់ឆ្នាំជាមួយនឹងសំណាញ់ដែលហែកចេញពីបាតសមុទ្របំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងបំផ្លាញពពួកត្រីដែលកំពុងបន្តពូជការនេសាទខុសច្បាប់ដោយកប៉ាល់បរទេសមានចំនួនដ៏ច្រើនលើសលប់ចំណែកនេសាទសូម៉ាលីក្នុងស្រុកដែលមានទូកតូចៗមិនអាចប្រកួតប្រជែងបានទេតែមិនយូរប៉ុន្មានការនេសាទបរទេសខុសច្បាប់ទាំងនេះបានធ្វើឲ្យជនជាតិសូម៉ាលីក្នុងស្រុកកែប្រែចិត្តគំនិតក្នុងពេលជាមួយគ្នានេះមានក្រុមហ៊ុនមកពីប្រទេសស្វីសនិងអតីតអាណានិគមរបស់ប្រទេសសូម៉ាលីគឺប្រទេសអ៊ីតាលីបានបង់ប្រាក់ខុសច្បាប់ដល់ក្រុមពុករលួយរបស់រដ្ឋាភិបាលសូម៉ាលីដើម្បីយកកាកសំណល់ពុលមកចាក់នៅក្នុងសមុទ្រនេះខ្លះថែមទាំងជាសារធាតុវិទ្យុសកម្មទៀតផងកាកសំណល់នេះមានចំនួនរាប់តោនបានចាក់ចូលទៅក្នុងដីនិងទឹករបស់ប្រទេសសូម៉ាលីកត្តានេះហើយបានបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពរបស់សហគមន៍មូលដ្ឋានទាំងមូលដូច្នេះវាជាទសវត្សរ៍ឆ្នាំ1990រវាងការនេសាទខុសច្បាប់និងការចោលសម្រាមដោយការចិញ្ចឹមជីវិតជាចម្បងរបស់ប្រជាជនសូម៉ាលីកំពុងត្រូវបានជនបរទេសលួចប្លន់និងបំផ្លាញហើយពួកគេមិនមានរដ្ឋាភិបាលជួយនោះទេក្នុងការឈ្លានពានទាំងនេះដូច្នេះជនជាតិសូម៉ាលីមួយចំនួនបានសម្រេចចិត្តធ្វើការវាយបកវិញកប៉ាល់ដឹកទំនិញរបស់អាមេរិកចាប់បានដោយក្រុមចោរសមុទ្រអ្នកនេសាទសូម៉ាលីបានរួមគ្នាហើយពួកគេបានបង្កើតកងជ័រពលសមុទ្រអ្នកខ្លះហៅខ្លួនឯងថាជាឆ្មាំឆ្នេរសមុទ្រហើយពួកគេនឹងប្រើប្រាស់ទូកតូចៗទាំងនេះដើម្បីដេញតាមនាវានេសាទបរទេសហើយទាមទារឲ្យពួកគេបង់ប្រាក់ពិន័យត្រឡប់ទៅកាន់ឆ្នាំ1994មានទូកឈើមួយពេញដោយបរិសុទ្ធសូម៉ាលី26នាក់ដែលអាងថាជាឆ្មាំសមុទ្រសូម៉ាលីបន្ទាប់មកក៏ឡើងតោងទៅលើកប៉ាល់នោះហើយយករបស់របរដែលខ្លួនអាចយកទៅបានរួចក៏បន្តដំណើរទៅមុខទៀតបាទនេះគឺជាក្រុមអ្នកស្រុកដែលកំពុងអំពេញការខ្វះខាតរបស់ពួកគេព្រោះរដ្ឋាភិបាលមិនខ្វល់ពីពួកគេនោះឡើយក្រុមសូម៉ាលីខ្លះប្រដាប់ដោយអាវុធរៀបចំខ្លួនយ៉ាងលយឡើងលើកប៉ាល់ដឹកទំនិញឬកប៉ាល់នេសាទដោយបំផិតបំភ័យក្រុមនាវិកឲ្យប្រមូលលុយជាការផាកពិន័យឬជួនកាលសុំថ្លៃអាជ្ញាប័ណ្ណក្រៅផ្លូវការសម្រាប់ការនេសាទក្នុងដែនទឹករបស់ពួកគេរឿងតែមួយគត់គឺចៅសមុទ្រចង់បានលុយហើយពួកគេបាននិយាយថាប្រសិនបើអ្នកនេសាទនៅក្នុងទឹកដីរបស់យើងអ្នកត្រូវបង់ប្រាក់ឲ្យយើងរឿងរ៉ាវក្នុងតំបន់សូម៉ាលីគឺតាក់ទងទៅនឹងការចាក់សម្រាមបំពុលសមុទ្រនៅទូទាំងតំបន់មនុស្សយ៉ាងហោចណាស់22,000 នាក់ត្រូវបានសម្លាប់ក្នុងប្រទេសស្រីលង្កានៅឆ្នាំ2004រលកយក្សស៊ូណាមីបានបំផ្លិចបំផ្លាញភាគច្រើននៅអាស៊ីអាគ្នេយ៍ប៉ុន្តែវាក៏បានវាយប្រហារឆ្នេរសមុទ្រដ៏ល្អរបស់ប្រទេសសូម៉ាលីបំផ្លាញកាសសម្បែងទូកធ្វើឲ្យសេដ្ឋកិច្ចនិងការផ្គត់ផ្គង់ស្បៀងអាហារធ្លាក់ចុះរលកយក្សស៊ូណាមីក៏បានឆក់យកជីវិតមនុស្សប្រហែល150នាក់នៅក្នុងប្រទេសសូម៉ាលីនិងបានអំពុលការផ្គត់ផ្គង់ទឹកដល់មនុស្សរស់នៅទីនេះកាកសំណល់ពុលមួយចំនួនត្រូវបានរកឃើញនៅច្រាំងសមុទ្ររបស់ពួកគេផងដែរនេះនាំឲ្យមានការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិដែលបានសន្និដ្ឋានថាកាកសំណល់នេះបង្កបញ្ហាធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាជននៅក្នុងតំបន់នៅឆ្នាំ2005គេចាប់ផ្ដើមឃើញចៅសមុទ្រប្រើភាពឆ្លាតវៃកាន់តែខ្លាំងពួកគេទិញកប៉ាល់ធំអាចដាក់ទូកល្បឿនលឿនបានដើម្បីធ្វើការវាយប្រហារដោយដែលពួកគេបានដាក់គោលដៅមកលើកប៉ាល់ដឹកទំនិញមួយនេះពួកគេគឺមានភាពឆ្លាតវៃខ្លាំងណាស់ដោយចាប់ផ្ដើមបំពាក់ដោយរ៉ាដាអនុញ្ញាតឲ្យចៅសមុទ្រមានវិធីថ្មីៗក្នុងការតាមប្រមាញ់អ្នកជំនួញផ្សេងៗពួកគេចាប់ផ្ដើមមានប្រព័ន្ធ GPS ឬទូរស័ព្ទការណប់ដើម្បីធ្វើការតាក់ទងគ្នាក្រុមចៅសមុទ្រចាប់ផ្ដើមមើលប្លុកឧស្សាហកម្មដឹកជញ្ជូននិងមូលដ្ឋានទិន្នន័យដើម្បីកំណត់ទីតាំងនិងតាមដាននាវាទាំងអស់នោះនេះបានប្រែក្លាយពីការប្លន់លួចតិចតួចដើម្បីជាអភិបមកជាទ្រង់ទ្រាយធំតែម្ដងចៅសមុទ្រចាប់ផ្ដើមដឹងថាតើកប៉ាល់ទំនិញទាំងនោះមានតម្លៃជាទឹកប្រាក់ចំនួនប៉ុន្មានដែលបានបើកឆ្លងកាត់ច្រកផ្លូវរបស់ពួកគេបន្ទាប់មកមានការចាប់ចម្រិតអ្នកកាសែតអាមេរិកម្នាក់ឈ្មោះថា Michael Scotmore គាត់ត្រូវបានចាប់បង្រត់ដោយចៅសមុទ្រសូម៉ាលីនិងឃុំខ្លួនអស់រយៈពេលជិត3ឆ្នាំមុនពេលត្រូវបានដោះលែងក្នុងតម្លៃលួស $1.6 លានចាប់តាំងពីពេលនោះមកចៅសមុទ្របានដឹងពីរបៀបដែលងាយស្រួលក្នុងការរកលុយគឺការចាប់ចំណាក់ខ្មាំងកប៉ាល់និងទាមទារប្រាក់លួសរាប់លានដុល្លារដើម្បីទាញយកប្រាក់ចំណេញដ៏ច្រើនក្រោយមកចៅសមុទ្របានប្លន់កប៉ាល់ធ្យូងថ្មអ៊ុយក្រែនដើរធ្វើដំណើរពីអាហ្វ្រិកខាងត្បូងទៅតួគីពួកគេចាប់មនុស្សជាចំណាក់ខ្មាំងហើយជាថ្នូរនឹងប្រាក់$70,000
ករណីមួយទៀតចៅសមុទ្រជាតិទូកល្បឿនលឿនបានចាក់កប៉ាល់ជប៉ុនមួយគ្រឿងនិងនាវិកចំនួន20នាក់រហូតចំណុចទារប្រាក់បានចំនួន$2លាននៅឆ្នាំ2007ប្រហែល30%នៃការវិប្រហាររបស់ចៅសមុទ្រនៅលើពិភពលោកបានកើតឡើងនៅក្នុងតំបន់មួយនេះក្នុងឆ្នាំ2008តម្លៃលក់ជាមធ្យមគឺ$1លានដោយអ្នកនេសាទក្រីក្របានប្រែក្លាយទៅជាចៅសមុទ្រនៅក្នុងប្រទេសដែលប្រមូលផ្ដុំគ្នារកចំណូលបានចំនួន$517លានក្នុងមួយឆ្នាំសកម្មភាពទាំងនេះហើយដែលចៅសមុទ្រតែងតែវាយប្រហារកប៉ាល់ចាប់ក្រុមនាវិកធ្វើជាចំណាក់ខ្មាំងដើម្បីទទួលបានលុយក្នុងការដោះដូរក្រុមចៅទាំងនោះគឺមានមេរបស់ពួកគេដោយមេចៅសមុទ្រយកប្រាក់ដែលរកបានទៅទិញទូកធំច្នៃទូកឲ្យកាន់តែលឿននិងទិញអាវុធទំនើបផងដែរហើយនៅក្នុងក្រុមពួកគេតែជ្រើសរើសយុវជនដែលមានកម្លាំងឲ្យចូលរួមដើម្បីបង្កើតផែនការប្លន់ឲ្យបានកាន់តែច្រើនប៉ុន្តែអាជីវកម្មធ្វើជាចៅសមុទ្រទាំងនេះពួកគេតែជួយសហគមន៍នៅក្នុងតំបន់ដែលផ្ដល់ថវិកាដល់សាលារៀននិងមន្ទីរពេទ្យផ្សេងពួកគេធ្វើបែបនេះគឺដើម្បីអំពេញចិត្តអ្នកស្រុកឲ្យជួយគាំទ្រដំណើរការអាជីវកម្មនេះបានទៅដោយរលូនបើសម្រាប់ជីវិតមេដឹកនាំក្រុមចៅសមុទ្រទាំងនេះវិញពួកគេភាគច្រើនសាងសង់វិឡាធំទិញរថយន្តទំនើបនិងជប់លៀងផឹកស៊ីយ៉ាងសប្បាយបំផុតសូមរងចាំតាមដាននៅវគ្គបន្តអរគុណជូនពរជួបតែសំណាងល្អ